រឿងបងជីដូនមួយស្រីកាលពីខ្ញុំអាយុ15ឆ្នាំខ្ញុំបានឆ្លងកាត់នៅរឿងរ៉ាវមួយដែលធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានខ្ញុំពិតជាចង់ឲ្យហេតុការណ៍នោះកើតឡើងម្ដងទៀតមកលើរូបខ្ញុំណាស់បានហើយឥឡូវសូមណែនាំខ្លួនបន្តិចសិនខ្ញុំឈ្មោះសុតអាយុ20ឆ្នាំខ្ញុំមនុស្សដែលចូលចិត្តមើលនិងអានរឿងអាភាសខ្លាំងណាស់ហើយទៅសម្រេចតែម្នាក់ឯងនិយាយកាលពីខ្ញុំអាយុ16ឆ្នាំពេលខ្ញុំទៅលេងផ្ទះបងជីដូនមួយខ្ញុំគាត់ឈ្មោះបងនីសម្បុរខ្មៅស្រអែមត្រគាកសាយគូតអេនមៀតធំល្មមកម្ពស់160សឹមដើមទ្រូងធំមើលទៅស្អាតខ្លាំងណាស់ខ្ញុំតែងតែទៅលេងផ្ទះគាត់រាល់ថ្ងៃមួយពេលប្តីគាត់ទៅផឹកស្រាជាមួយមិត្តភក្តិបាត់គាត់នៅផ្ទះតែម្នាក់ឯងបញ្ជាក់បងនីអាយុ22ឆ្នាំពេលគាត់កំពុងដើរចុះដើរឡើងធ្វើការងារផ្ទះខ្ញុំបានសម្លឹងមើលរាងរបស់គាត់ត្រគាករបស់គាត់ជាពិសេសគឺកន្លែងសំខាន់របស់គាត់និយាយឲ្យត្រង់គឺកណ្ដួយរបស់គាត់តែម្ដងមើលទៅធំណាស់ឃើញហើយសឹងថាទប់មិនជាប់ចង់តែប៉ះចង់តែស្ទាបទេពេលគាត់ឃើញខ្ញុំចេះតែអង្គុយមើលគាត់មិនដាក់ភ្នែកគាត់ក៏សួរអាណាហែងមើលអីហាខ្ញុំឆ្លើយទៅវិញដោយត្រង់ថាមើលគូតបងឯងព្រោះដឹងថាប្តីគាត់ស្រវឹងរាល់ថ្ងៃយប់ឡើងមិនដែលបានជួយគាត់ទេបើជួយក៏មិនស្រួលដែរម្យ៉ាងទៀតខ្ញុំតែងតែឃើញគាត់លូកលេងកណ្ដួយខ្លួនឯងក្នុងបន្ទប់ទឹកសឹងតែរាល់ថ្ងៃប្រហែលគាត់ឃ្លានណាស់ហើយគាត់ដឹងថាខ្ញុំចង់ជួយគាត់ក៏និយាយត្រង់តែម្ដងមិនចង់ជួយខ្លាំងមើលកន្លងទល់ខុសហើយនោះខ្ញុំក៏តបថាចង់ដែរតែគ្មានអ្នកឲ្យជួយចុះបើអញឲ្យជួយគិតអញហែងជួយអត់ជួយឲ្យតែបានជួយក្តិតក៏បានដែរគាត់ក៏បួលខ្ញុំទៅក្នុងផ្ទះបិទទ្វាររួចចាក់សោថែមទៀតខ្ញុំឃើញឱកាសល្អហើយក៏មិនទុកយូរខ្ញុំបានចាប់អោបគាត់ពីក្រោយដៃម្ខាងច្របាច់ដោះគាត់ឯដៃម្ខាងទៀតបានស្ទាបអង្អែលកណ្ដួយគាត់ពីលើខោគាត់ស្លៀកខោយឺតជើងវែងមើលទៅអាប្អូនខ្ញុំបាសឆ្កើតទ្រាំលេងបានទៀតហើយខ្ញុំក៏និយាយថាបងនេះខ្ញុំជួយហើយណាស់ធ្វើអីធ្វើទៅខ្ញុំក៏ស្រាតខោនឹងដោះអាវរបស់គាត់បន្ទប់មកស្រាតខោខ្លួនឯងចេញទាំងអស់បងនេះគាត់មិនឲ្យខ្ញុំឃើញកណ្ដួយគាត់ពីមុខទេព្រោះគាត់ថាឲ្យខ្ញុំជួយតែគូតប៉ុណ្ណោះបងនេះបងឯងដេកផ្កាប់មុខទៅគាត់ក៏ដេកផ្កាប់ខ្ញុំក៏បានហែកគូតគាត់ហើយញាត់កញ្ចូលព្រះឲ្យតឹងល្អណាស់គាត់ប្រាប់ខ្ញុំថាឈឺគូតណាស់មិនឲ្យឈឺយ៉ាងម៉េចរុនគូតមិនមែនរុនកណ្ដួយអីណាខ្ញុំដឹងថាគាត់ចង់ឲ្យខ្ញុំជួយកណ្ដួយគាត់ណាស់ឯខ្ញុំវិញក៏ចង់ដែរតែណហើយរុនគូតក៏ស្រួលដែរអារម្មណ៍ខ្ញុំពេលនោះគឺស្រួលខ្លាំងមែនទែនបងខ្ញុំសុំជួយកណ្ដួយបងឯងមកបានស្រួលទាំងអស់គ្នាមើលចេញទឹកហើយបងឯងនោះធ្វើក៏ធ្វើទៅខ្ញុំបានឲ្យគាត់ផ្ងាគាត់ក៏ផ្ងាតាមខ្ញុំអូហូកណ្ដួយធំមែនបងថ្ងៃនេះសុំជួយមកឆ្អែតហើយជួយអីក៏ជួយទៅលឿនឡើងខ្ញុំឃើញកណ្ដួយគាត់ហើយមិនដាច់ចិត្តជួយទេខ្ញុំក៏ស្ទាបអង្អែលលូកខ្វេះធ្វើឲ្យគាត់ថ្ងោតែម្ដងខ្ញុំបានឲ្យគាត់បៀមក្តោខ្ញុំម្ដងបងនេះបងឯងជួយមុំគិតខ្ញុំតិចមកលឿនឡើងគាត់ឲ្យខ្ញុំដេកផ្ងាម្ដងធ្វើឲ្យខ្ញុំបាសឆ្កើតទៅលើតែម្ដងគាត់ចាប់ផ្ដើមលិតផងជញ្ជក់ផងធ្វើឲ្យខ្ញុំស្រាវមែនទែនបន្ទប់មកខ្ញុំបានក្រោកឈរឲ្យគាត់លុតជង្គង់វិញម្ដងខ្ញុំបានបុកមាត់គាត់យកមកទំហឹងដោយទ្រាំមិនបានខ្ញុំក៏បាញ់ទឹកក្តោចូលពេញមាត់គាត់តែម្ដងទៅអូយស្រួលខ្លាំងណាស់បងនេះខ្ញុំស្រួលណាស់ស្រួលខ្លាំងអត់បាទលើដល់វេនអញហើយធ្វើត្បិតខ្ញុំចេញទឹកម្ដងហើយមែនតែនៅរឹងដដែលបងនេះបានឡើងពីលើខ្ញុំហើយចាប់ក្បាលខ្ញុំសុកចូលប្រហោងកណ្ដួយគាត់តែម្ដងអារម្មណ៍ពេលនឹងគឺនិយាយមិនចេញនោះទេប្រហែល3នាទីក្រោយមកខ្ញុំបានឲ្យគាត់ដេកផ្ងាហើយខ្ញុំផ្កាប់ពីលើគាត់យកក្រដែលកំពុងខឹងញាត់ចូលប្រហោងកណ្ដួយរបស់បងនេះសាប់បណ្ដាច្របាច់ដោះបណ្ដានឹងមិនដោះគាត់បណ្ដាពិតជាមានក្តីសុខខ្លាំងណាស់ឯបងនេះគ្មាននិយាយអីចេញក្រៅពីសំឡេងធ្ងរនោះទេខ្ញុំសាប់ញាប់ទៅកណ្ដួយបងនេះចេញទឹកច្រើនណាស់បែកខ្ចាយតែម្ដង5នាទីក្រោយមកដោយខ្លាចមានកូនខ្ញុំបានដកអាប្អូនរបស់ខ្ញុំចេញពីកណ្ដួយបងនេះហើយបាញ់ទឹកដាក់លើក្បាលកណ្ដួយគាត់វិញនេះជាលើកទី1របស់ខ្ញុំហើយដែលបានជួយគ្នាជាមួយស្រីធ្លាប់តែសាប់ម្នាក់ឯងអ្វីដែលមិនអាចឲ្យខ្ញុំភ្លេចបានគឺពេលនឹងកណ្ដួយបងនេះគ្មានមីទេគឺឡើងប៉ោងឃើញហើយគួរឲ្យចង់លិតខ្លាំងណាស់សូមអរគុណចំពោះការអានយើងនៅមានប្រឡោមលោកក្ដៅសាច់ជាច្រើនទៀតចាំជួយគាំទ្រ